រីរដ្ឋាភិបាលកម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចាប់ប្រកាន់របស់ប្រទេសថៃថាកម្ពុជាបានដាក់មានថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃនៅរាត្រីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025នេះរីរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញនូវសេចក្តីថ្លែងការណ៍ដោយបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនដកស្រង់សម្ដីរបស់ថ្នាក់ដឹកនាំថៃដែលបានបង្ហាញថាប្រទេសថៃបានផ្អាកការអនុវត្តនៅសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខាដោយមានវត្តមានរបស់ឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានធ្វើជាសាក្សីនៅទីក្រុងគូឡាឡាំពូប្រទេសម៉ាឡេស៊ីនាថ្ងៃទី26ខែតុលាឆ្នាំ2025សេចក្តីរាយការណ៍ព័ត៌មានទាំងនេះក៏បានឲ្យដឹងដែរថាព្រឹត្តិការណ៍ផ្ទុះមាននៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ដែលបានធ្វើឲ្យទាហានថៃ2នាក់រងរបួសនៅព្រំដែនកម្ពុជាថៃត្រង់តំបន់ភ្នំទ្របស្ថិតជិតប្រាសាទព្រះវិហាររបស់កម្ពុជាត្រូវបានលើកឡើងថាជាមូលហេតុនៃការផ្អាកអនុវត្តសេចក្តីថ្លែងការណ៍រួមខាងលើនេះរួមទាំងការលុបចោលគម្រោងដោះលែងយោធិនខ្មែរ18រូបពីការឃុំឃាំងនៅប្រទេសថៃដែលភាគីថៃបានប្រកាសថានឹងអនុវត្តនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025តាមរយៈសេចក្តីថ្លែងការណ៍ខាងលើនេះរាជរដ្ឋាភិបាលកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃថាកម្ពុជាបានដាក់មានថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃវាជាការសំខាន់ដែលត្រូវកត់សម្គាល់ពីការដឹងឮយ៉ាងសុសសាយនៅការពិតថាចំការមានភាគច្រើនតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលបន្សល់ទុកពីចំនួនសង្គ្រាមស៊ីវិលកម្ពុជារយៈពេលជិត30ឆ្នាំក្នុងទសវត្សរ៍ឆ្នាំ1970និង1980មិនទាន់ត្រូវបានបោះសម្អាតនៅឡើយទេដោយសារតែភូមិសាស្ត្រលំបាកនិងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់សារជាថ្មីថាកម្ពុជានៅតែបដិញ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួមដែលត្រូវបានចុះហត្ថលេខាជាមួយនឹងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំនិងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្សកម្ពុជាមិនដែលបានប្រើប្រាស់ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយ